ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមណែនាំពីភេសជ្ជៈមួយមុខគឺជាដំឡូងស្វាយធម្មជាតិដំឡូងស្វាយនេះយើងយកទៅចំហុយឬក៏ស្ងោររួចហើយយើងយកមកធ្វើជាម្សៅជាប់ស្អិតជាមួយកែវហើយដំឡូងស្វាយនេះពេលដែលយើងស្ងោរគឺយើងដាក់អំបិលចូលបន្តិចដើម្បីឲ្យមានរសជាតិផ្អែមមុតហើយគ្រឿងផ្សំរបស់វាមានទឹកដោះគោខាប់និងទឹកដោះគោស្រស់ហើយបើសិនជាបងប្អូនអត់មានទឹកដោះគោស្រស់អាចដាក់ខ្ទិះដូងខ្ទិះដើមជំនួសក៏បានដែរបងប្អូនហើយទឹកដោះគោស្រស់គឺទឹកដោះគោកណេសិនហ្នឹងណាបងប្អូនទឹកដោះគោកណេសិនយើងរក្សាគុណភាពវាបាន5ថ្ងៃប៉ុន្តែយើងធ្វើសម្រាប់តែលក់មួយថ្ងៃទៅក៏ល្អជាងបងប្អូនរបៀបធ្វើយើងយកដំឡូងដែលយើងចម្អិនហើយយកមកកិនឲ្យម៉ត់ឲ្យម៉ត់បែបនេះហើយយើងដាក់ទឹកដោះគោទាំងពីរមុខនេះបញ្ចូលគ្នាហើយកូរនៅក្នុងភ្លើងនៅលើភ្លើងតិចដាក់ភ្លើងតិចបងប្អូនកូររៀងឲ្យឡើងរៀងស្អិតបែបនេះបងប្អូនយើងកូរឲ្យដាច់ទឹកណាបងប្អូនបានឆ្ងាញ់បើយើងកូរអត់ដាច់ទឹកគឺវាអត់ឆ្ងាញ់ទេកូរឲ្យដាច់ទឹកបែបនេះហើយយើងមកទុកឲ្យវាត្រជាក់ចាំយើងយកមកធ្វើពេលដែលយើងធ្វើក្តៅគឺវាបាត់រសជាតិណាបងប្អូនហើយចំពោះការធ្វើទឹកបងប្អូនចង់ដាក់ទឹកដោះគោម្សៅក៏បាននេះគឺជាម្សៅដោះគោហើយលាយជាមួយនឹងទឹកក្តៅបន្តិចមកតែបើតំបន់ខ្លះគាត់មិនចូលចិត្តប្រើម្សៅទឹកដោះគោទេយើងមិនបាច់ប្រើក៏បានដែរហើយនេះគឺជាទឹកដោះគោខាប់នេះយើងដាក់តាមចំណង់ចំណូលចិត្តហើយខ្ញុំបានលួចបន្ថែមទឹកឃ្មុំបន្តិចចូលដែរយើងមិនបាច់ដាក់ក៏បានដែរទឹកឃ្មុំវាមិនចាំបាច់ទេប៉ុន្តែយើងដាក់ទៅក៏វាឆ្ងាញ់មួយយ៉ាងដែរតាមចំណង់ចំណូលចិត្តនឹងការកម្មង់របស់ភ្ញៀវហើយនេះគឺជាទឹកដោះគោស្រស់នេះគឺជាទឹកដូងក្រអូបយើងដាក់ពេញកែវមួយកែវនឹងតែម្ដងគឺវាក្រអូបឈ្ងុយប៉ុន្តែបើបងប្អូនអត់មានទឹកដូងក្រអូបទេគឺអាចប្រើម្សៅដូងក្រអូបជំនួសប៉ុន្តែវាមិនឆ្ងាញ់ទេរសជាតិគឺវាក្រអូបខ្លាំងពេកណាបងប្អូនគឺថាញ៉ាំទៅវាមិនឆ្ងាញ់សម្រាប់ខ្ញុំបើទឹកដូងគឺដាក់ទៅត្រូវរសជាតិជាមួយវាទៀតហើយយើងមិនបាច់ប្រើទឹកដោះគោច្រើនពេកទេទឹកដោះគោប្រើត្រឹមតែ30 ml ឬក៏35អីបានហើយដោយសារទឹកដូងរបស់យើងផ្អែមហើយបើសិនជាយើងដាក់ទឹកដោះគោខាប់ច្រើនពេកគឺវាផ្អែមជ្រុលនឹងនៅលើតម្រូវការរបស់អ្នកញ៉ាំទៀតបើសិនជាអ្នកញ៉ាំគាត់ចូលចិត្តផ្អែមខ្លាំងគឺយើងដាក់40-45 ml ដែរដោយសារការញ៉ាំម្នាក់គឺតម្រូវការញ៉ាំមិនដូចគ្នាទេរសជាតិផ្សេងគ្នាអ្នកខ្លះគាត់ចូលចិត្តរៀងស្ទើរផ្អែមអ្នកខ្លះចូលចិត្តរៀងផ្អែមដិតដូច្នេះហើយយើងតម្រូវរបស់មាត់អ្នកញ៉ាំអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូនេះអរគុណសូមជួយ Subscribe មួយផងណាសូមឲ្យសុខភាពល្អទាំងអស់គ្នាបាយបាយ